ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនាអំពីសកម្មភាពដែលខ្ញុំទៅបង់កែបការបង់កែបនេះទៀតសោតមិនមែនចេះតែដើរទៅបង់ទេបងប្អូនគឺយើងមានវិធីសាស្ត្រក្នុងការបង់វាផងដែរសម្រាប់ខ្ញុំមិនមែនជាអ្នកបង់កែបអីទេប៉ុន្តែដោយសារប្អូនគាត់ហៅឲ្យមកជួយថតថាបងមកជួយថតវីដេអូដោយសារគាត់ត្រូវទៅបង់កែបចំពោះការបង់មិនមែនគេចេះតែបង់ទេបងប្អូនគេមានក្បួនខ្នាតមានអីរបស់គេត្រឹមត្រូវហើយគេចេះមើលតើអង្កែបពេលណាដែលវាចុះពេលណាដែលវាឡើងអញ្ចឹងណាចំពោះបងប្អូនដែលធ្លាប់បង់កែបគឺគាត់ដឹងហើយអញ្ចឹងការរកកង្កែបមិនមែនជារឿងងាយស្រួលទេគឺយើងដើរវាយព្រៃតាមមាត់ទឹកមាត់បន្លាយនឹងរហូតបងប្អូនដូចឃើញស្មៅនៅខាងនោះអញ្ចឹងណាយើងដើរវាយព្រៃដើរជន់ទៅអញ្ចឹងពេលដែលវាលោតទៅបានយើងចាប់ផ្ដើមធ្វើការជះសំណាញ់ហើយបងប្អូនឃើញអញ្ចឹងនេះពេលដែលវាក្តៅអញ្ចឹងគឺវាបលឹមចុងច្រមុះហើយបើយើងអត់ធ្លាប់ប្រូទេគឺអត់ដឹងថាកង្កែបទេសម្រាប់ខ្ញុំហ្មងទៅជាមួយគាត់ខ្ញុំមិនដឹងថាហ្នឹងកង្កែបទេបងប្អូនហើយតើបងប្អូនខ្ញុំគាត់ជាអ្នកធ្លាប់ប្រូធ្លាប់បង់អញ្ចឹងក៏កលេចទៅគាត់ដឹងថាអូហ្នឹងកែបតម្រាំតបង់បានមួយមិនងាយស្រួលទេតែនេះទីសារវីដេអូខ្ញុំថតកាត់កន្លែងដែលបង់បានការប៉ិតហ្នឹងក្តៅបងប្អូនអើយដើរវាយព្រៃផងអីផងតម្រាំទៅបានកែបមួយហើយជាពិសេសហ្នឹងគឺអាណិតអ្នកបង់សំណាញ់ជះជួនណាយ10សំណាញ់អីមិនតាន់បានមួយផងហើយតែយើងទស្សនាក៏ថាអូសបោកង្កែបការប៉ិតអត់មានទេបាទ10សំណាញ់ឯងទៅមិនបានមួយទេសាច់ដើររោវិញគឺយូរដែរបងប្អូនចេញពីផ្ទះមកម៉ោង8ហើយតម្រាំទៅបានចូលផ្ទះវិញម៉ោង1ហើយកង្កែបយើងបានប្រហែលជា10ក្បាលជាងល្មមមកឆ្ងាញ់ដែរហ្នឹងបងប្អូនចង់ឆាក្តៅចង់ពងចង់អាំងចង់ញ៉ាំងើអីគឺជាតិណាស់កែបស្រែរបស់យើងនេះភាសាខែនេះខែភ្លៀងអញ្ចឹងហើយកែបយើងក៏វារៀងសម្បូរដែរបើសិនតែខែប្រាំងវិញមិនងាយទេគឺថាតតែអ្នកដែលគាត់ចេះរោគខ្លាំងមែនទែនមិនអាចរោគកែបបានហូបហើយចំពោះឧបសគ្គវិញនៅពេលដែលយើងបង់តាមបន្លាយអញ្ចឹងឧបសគ្គរបស់យើងភាគច្រើនគឺជាប់បន្លាជាប់ឈើច្រើនហើយដូចបងប្អូនកំពុងតែឃើញអញ្ចឹងឃើញបងខ្ញុំកំពុងតែហឹបដកបន្លាដកអីហើយបើយើងមិនចេះបង់ស្រួលទេលហែកចំណាញ់ខ្ទេចអាណិតគាត់ដែរហ្នឹងបងប្អូនបង់ផងរាវដោះសំណាញ់ផងនិយាយរួមទៅគឺហត់មែនទេអាហ្នឹងមិនដឹងធ្វើម៉េចទេបើយើងចង់ហូបកែបធម្មជាតិតើមានបងប្អូនណាខ្លះដែលធ្លាប់បង់កែបតាមអូតាមបឹងអញ្ចឹងណាបងប្អូនបើមានសូមជួយខមមិនម្នាក់មួយនៅខាងក្រោមវីដេអូហើយអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត